ខ្ញុំមិនអាចទៅកាន់កំភ្លើងបានទេប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើបានគឺខ្ញុំធ្វើតាមអ្វីដែលការស្រឡាញ់របស់ខ្ញុំទៅប្រទេសជាតិរបស់ខ្ញុំដែលកំសត់មួយនេះដែលត្រូវពួកជនឈ្លានពានសៀមចៅសៀមហ្នឹងគាត់មកឈ្លានពានប្រទេសយើងហើយខ្ញុំមានការឈឺចាប់ជាខ្លាំងតែអ្វីដែលខ្ញុំអាចធ្វើបានគឺខ្ញុំប្រើអាភាពឈឺចាប់របស់ខ្ញុំហ្នឹងខ្លាយទៅជាកម្លាំងដើម្បីខំទៅធ្វើឲ្យសេដ្ឋកិច្ចយើងបានមានភាពរឹងមាំចាខ្ញុំឈ្មោះឆកេលីមកពីសិប្បកម្មផលិតសម្បកដបអង្គសុកត្រីចាហើយក្នុងនាមខ្ញុំជាប្រជាជនគឺខ្ញុំមកចូលរួមចំណែកក្នុងប្រទេសជាតិរបស់យើងមួយនេះនៅក្នុងការចូលរួមអំណោយហ្នឹងគឺខ្ញុំមានអង្គហើយជាមួយនឹងធុងទឹកសុទ្ធសម្រាប់ឲ្យប្រជាជនគាត់ប្រើតាមគ្រួសារមួយទៅប្រជាជនដែលគាត់ភាសាហើយជាមួយនឹងមានឆៃពៅមានបាយក្តាំងមានគ្រាប់ជីសម្រាប់ជូនទៅបងកងទ័ពជួរមុខនិយាយរួមទៅក្នុងនាមខ្ញុំជាប្រជាជនខ្មែរមួយគឺខ្ញុំមិនអាចទៅកាន់កំភ្លើងបានទេប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើបានគឺខ្ញុំធ្វើតាមអ្វីដែលការស្រឡាញ់របស់ខ្ញុំទៅប្រទេសជាតិរបស់ខ្ញុំដែលកំសត់មួយនេះដែលត្រូវពួកជនឈ្លានពានសៀមចៅសៀមហ្នឹងគាត់មកឈ្លានពានប្រទេសយើងហើយខ្ញុំមានការឈឺចាប់ជាខ្លាំងតែអ្វីដែលខ្ញុំអាចធ្វើបានគឺខ្ញុំប្រើអាភាពឈឺចាប់របស់ខ្ញុំហ្នឹងខ្លាយទៅជាកម្លាំងដើម្បីខំទៅធ្វើឲ្យសេដ្ឋកិច្ចយើងបានមានភាពរឹងមាំហើយក៏ដូចជាអាចមានលទ្ធភាពនៅក្នុងការចូលរួមចំណែកមួយក្នុងនាមខ្ញុំជាប្រជាជនមួយដែរនៅក្នុងប្រទេសកម្ពុជាចា៎ខ្ញុំជូនពរបងកងទ័ពឲ្យគាត់មានសុខភាពល្អសុខសុវត្ថិភាពហើយកម្លាំងកាយមាំមួនហើយមានស្មារតីរឹងមាំនៅក្នុងការទៅប្រយុទ្ធប្រឆាំងជាមួយនឹងកងទ័ពដែលមកឈ្លានពានជាពិសេសគឺចៅសៀមកំពុងតែឈ្លានពានមកប្រទេសកម្ពុជាយើងសម្រាប់ខ្ញុំមានតែលើកទឹកចិត្តឲ្យគាត់គឺត្រូវតែមានស្មារតីរឹងមាំកុំចាញ់នៅអ្វីដែលការគំរាមកំហែងរបស់ពួកគាត់គឺពួកគាត់កំពុងតែបំភ័យយើងធ្វើឲ្យយើងភ័យរត់ចោលទីតាំងឬមួយអ្វីដែលយើងកំពុងតែជាទឹកដីរបស់យើងកំពុងតែយើងរស់នៅឲ្យគាត់មានស្មារតីរឹងមាំហើយពួកខ្ញុំនៅខាងជួរក្រោយនេះគឺខ្ញុំនឹងជួយ support នឹងជួយជ្រុំជ្រែងតាមអ្វីដែលជាលទ្ធភាពពួកខ្ញុំអាចធ្វើទៅបានហើយនឹងជួយផ្សព្វផ្សាយទៅបងប្អូនឬមួយអាជីវកររួមគ្នាដែលជាមិត្តភ័ក្តិដែលជាអ្វីដែលជាអ្នកផ្គត់ផ្គង់អីដើម្បីឲ្យគាត់រួមចំណែកនៅក្នុងការទៅជួយឧបត្ថម្ភបន្ថែមសម្រាប់បងប្អូនយើងដែលគាត់ភាសាហ្នឹងឯងខ្ញុំសូមជូនពរដល់សម្ដេចទាំងពីរសូមឲ្យគាត់មានសុខភាពហើយនឹងកម្លាំងកាយមាំមួនហើយក៏ជាមលុបដល់កូនចៅប្រជាជនខ្មែរយើងនៅឲ្យបានរីកចម្រើនហើយឆ្លងផុតនៅអ្វីដែលយើងមានទុក្ខលំបាកមួយនេះចា៎អ្នកនៃខ្មែរប្រកាសសវណ្ណភូម៉ែលោករួមផ្នែកខាងឆ្លាញ់ឈ្នះសត្រូវម៉ែសែនអង្គអាចនឹងខ្លាចបបព្រោះសំដៅសម្រាប់គោលដៅត្រឹមត្រូវរក្សាសន្តិភាពមិនបំពេញឈ្លានពានទឹកដីអ្នកណាសូមចរចារក្សានៅកំឡុងនេះទោះបីមានខ្មៅឆ្លងធ្វើរឿងខុសពីក៏នៅចាំព្រៀងយើងចាប់ទឹកដីបងតបជួបមកសោះសំមិនស្ដាយសំខាជួនចិត្តខានរាមានប្រាថ្នាចង់បានអ្វីហើយពីក្ដីសូមជួយដល់អ្នកមាត់ប្រស្រីរួមនឹងទឹកដីមិនឲ្យបាត់បង់ទៅមកចំពោះបងមានការសប្បាយរីករាយហើយនឹងអរគុណទឹកចិត្តបងប្អូនយើងទាំងអស់គ្នាដែលមានទឹកចិត្តរួបរวมគ្នាដើម្បីជួយយើងសមរភូមិក្រោយយើងអញ្ចឹងយើងរួបរวมគ្នាដើម្បីលើកទឹកចិត្តទៅខាងសមរភូមិមុខចាបងចង់ថាឲ្យធ្វើម៉េចមានស្មារតីតស៊ូទាំងអស់គ្នា
ដើម្បីលើកទឹកចិត្តទៅបងប្អូនយើងនៅជួរខាងមុខនឹងសមរភូមិមុខព្រោះគាត់ខំប្រឹងណាស់អស់ទាំងកម្លាំងកាយចិត្តដល់យើងនៅខាងក្រោយគឺយើងមានតែទឹកចិត្តហើយការសហការគ្នាស្មារតីតែមួយបងដើម្បីរួបរวมគ្នាធ្វើម៉េចផ្ដល់កម្លាំងចិត្តឲ្យគាត់ថាជូនពរពួកគាត់ឲ្យគាត់សុខភាពល្អមានកម្លាំងកំហែងមាំមួនដើម្បីនេះណាចាប្រយុទ្ធប្រឆាំងនឹងសត្រូវឈ្លានពានព្រោះសូមពួកគាត់កុំឲ្យមានការព្រួយបារម្ភពីកូនចៅបងប្អូនគាត់នៅណែផ្ទះព្រោះមានពួកយើងទាំងអស់គ្នាអាជ្ញាធរមានសមត្ថកិច្ចគ្រប់ខេត្តទាំងអស់គឺលោកតែងតែយកចិត្តទុកដាក់ជាងគេប្រមុខរដ្ឋាភិបាលរបស់យើងលោកតែងតែដាំផ្ញើធ្វើម៉េចឲ្យយើងយកចិត្តទុកដាក់ចំពោះបងប្អូនពុកម៉ែដែលជាឪពុកម្ដាយប្រពន្ធកូនយុវជនយើងនៅសមរភូមិមុខហើយចំណែកបងប្អូនភាសឹកក៏អញ្ចឹងដែរកុំឲ្យគាត់មានការព្រួយបារម្ភអីត្រូវតែជឿជាក់លើប្រមុខរដ្ឋាភិបាលគឺលោកមិនឲ្យពុកម៉ែរងាទេចាហើយពួកយើងនៅខាងក្រោយឲ្យកម្លាំងចិត្តគ្រប់ពេលវេលាទាំងអស់ចាអរគុណអូន